យអប់រំផ្ដុំនៅធនធានណាវិជ្ជាជាស្ពានចំងវាសនាចាំងខំវិស័យដំឡៃការសិក្សាបណ្ដុះប្រាជ្ញាឲ្យភ្លឺថ្លាច្បាស់ឲ្យភ្លឺថ្លាច្បាស់ផ្ដាច់ពូសាំងខ្វាំងទាំងសាលាគ្រូក៏យើងខ្វាំងលំបាក់ខ្លាំងណាស់ខ្វាំងធនធានមនុស្សខ្វាំងធនធានមនុស្សភពព្រេងសំណាងសាងពីបោកពេងមោតកាំងជាតិខ្មែរនគង់ខ្ពស់សម្ដេចតបដីស្ដានៅកេតយុះណែតម្រង់ឥតខ្ចោះព្រោះមានសន្តិភាពជាតិមានអង្គភិវឌ្ឍរៀនហើយរៀនទៀតរៀនឲ្យចេញស្ទាត់ពង្រឹងសមត្ថភាពចេញពិតប្រាកដកម្ពុជាឆ្លងផុតគ្រោះអវិជ្ជាគ្រោះអវិជ្ជាដោយសារសន្តិភាពជាតិរីកចម្រើនសមិទ្ធផលកើតដ៏មហិមាអរគុណសម្ដេចធម្មបតីជ័យដឹកនាំកម្ពុជាបានសុខសាន្តរៀងអើយសុខសាន្តរៀងអើយវិស័យអប់រំផ្ដុំនៅធនធានណាវិជ្ជាជាស្ពានចំងវាសនាចាំងខំវិស័យដំឡៃការសិក្សាបណ្ដុះប្រាជ្ញាឲ្យភ្លឺថ្លាច្បាស់ឲ្យភ្លឺថ្លាច្បាស់បនថ្មើគំរាមពងផ្ដាច់ពូសាំងខ្វាំងទាំងសាលាគ្រូក៏យើងខ្វាំងលំបាក់ខ្លាំងណាស់ខ្វាំងធនធានមនុស្សខ្វាំងធនធានមនុស្សភពព្រេងសំណាងសាងពីបោកពេងមោតកាំងជាតិខ្មែរនគង់ខ្ពស់សម្ដេចតបដីស្ដានៅកេតយុះណែតម្រង់ឥតខ្ចោះព្រោះមានសន្តិភាពជាតិមានអង្គភិវឌ្ឍ